ជំរាបសួរបងចាថ្ងៃនេះពិតជាអរគុណខ្លាំងមែនតើបងសម្រាប់ក្នុងការបង្ហាញពីការព្យាបាលជាមួយនឹងស្នាមផ្លែនៅលើទ្រូងរបស់បងណាបងណាអធិស្ឋានបងអញ្ជើញមកពីខាងខេត្តណាដែរចាគ្រូខ្ញុំមកពីខាងខេត្តកំពង់ចាមចាខេត្តកំពង់ចាមស្រុកព្រៃឈរចាបងអាចបកស្រាយខ្លះបានទេបណ្ដាមកពីអ្វីដែរសម្រាប់ផ្លែបងពីដំបូងឡើយហើយជាពេលបានឆ្នាំចាផ្លែខ្ញុំហ្នឹងមកពីជួនធ្វើកាលហ្នឹងវាធ្វើរោងចក្រនេះគ្រូតែពេលហើយវារោទៅកណាទៅវាឡើងចេញកទួលពេញហ្នឹងទៅដល់ហើយខ្ញុំលាបជែលឲ្យបាត់នេះគ្រូតែដល់ពេលលាបទៅវាបាត់អស់ទៅវានៅតែកទួល3គ្រាប់អត់បាត់ទេនៅកទួល3គ្រាប់ចាប៉ិនគ្រាប់មុនប៉ុន្តែវាអត់មានគ្រាប់ទេវាចេញជាផ្លែឡើងចឹងមកធ្ងន់ហើយបានកេះទិញពី pharmacy បង pharmacy នេះគ្រូខ្ញុំចាទិញពី pharmacy យកមកលាបបំបត្តិចាទៅពេលបាត់ប្រមោះរោលហើយវាអត់សល់ទុកនៅសល់គ្រាប់បង3គ្រាប់ប៉ុណ្ណាបងទំហំវាទូចប៉ុនគ្រាប់មុនយើងដែលយើងកើតហ្នឹងគ្រូហើយប៉ិនគ្រាប់ស្ដាយចាស្ដាយអត់ទេស្ដាយខៀវមុនបងឡើងមកទូចពេកចាតែដល់ពេលវាអត់បានទេហើយក៏វាអត់មានចេញគ្រាប់ដែរទៅវាទៅឡើងចេញចឹងមកចាហៀលធំទៅចាបន្ទាប់មកទៀតវាស្ថានភាពបាត់នឹងតវាឥឡូវវាហៀលទៅទៅហៀលទៅឥឡូវវាឈឺវាមិនដាឲ្យឈឺគេងក៏ពិបាកគេងផ្ងាវាតឹងសាច់ដល់គេងពេកវាគៀបវិញណាទៅវាឈឺហើយឈឺបើយកចឹងទៅឈឺហងអត់បានចុះហេតុផលអីដែលបណ្ដាលឲ្យបងជួយមកដល់ដុកទ័រវូខ្ញុំធ្វើតាមប្រព័ន្ធអ៊ីនធឺណិតណាគ្រូចាប្រព័ន្ធអ៊ីនធឺណិតបងតែបងឃើញតាម page កូនដំរីណាគ្រូចាបង fan Facebook មួយដែរចាខ្ញុំមើលដែរប៉ុន្តែលេង TikTok អត់ចេះទេគ្រូចេះតែមើលTikTok របស់ខ្ញុំឲ្យតែគ្រូមើលជាដឹងគុណទេគ្រូព្រោះចាំទីអរគុណចាហើយមួយទៀតគ្រូបានមិញហ្នឹងពេលដែលបងអង្គុយបិទស្ពឹកចាំនៅខាងក្រៅណាគ្រូមុនធ្វើសេវាកម្មបងបានកន្លែងទៅមើលនៅកន្លែងslide ដែលយើងបានដាក់បង្ហាញជូនតេជជនហ្នឹងបងថាហេតុផលដែលខ្ញុំមកហ្នឹងដោយសារតែខ្ញុំឃើញខាងអ្នកគ្រូគឺអតិថិជនពិតចាហើយបាននៅកន្លែងផ្សេងខ្ញុំអត់ដែរឃើញមុខយកពីរូបផ្សេងមកណាគ្រូចាអញ្ចឹងហេតុផលគឺដោយសារតែបងបានឃើញអតិថិជនពិតឃើញបងប្អូនដែលគាត់មានដៅមានផ្លែមានអីព្យាបាលច្រើនណាបងណាចាអញ្ចឹងចង់បញ្ជាក់ជូនបងថានៅនេះគឺអត់មានដែរយករូប Google ឬក៏យករូបពីណាយកមកដាក់បង្ហាញទេគឺជាអតិថិជនពិតរបស់ clinic ដុកទ័រអាចអញ្ជើញមករកដុកទ័រប៊ូដើម្បីព្យាបាលបំបត្តិបញ្ហាដែលកើតមានដូចជាផ្លែនៅលើទ្រូងអញ្ចឹងចាហើយជាក់ស្ដែងនៅកន្លែងហ្នឹងគឺអ្នកគ្រូពេទ្យព្យាបាលជាច្រើនមែនទេអ្នកគ្រូចាថ្ងៃគឺព្យាបាលបញ្ហាផ្លែនៅលើទ្រូងនឹងច្រើនហើយខ្ញុំក៏ធ្លាប់មានវីដេអូសម្រាប់ដាស់តឿនទៅដល់អ្នកដែលគាត់មានបញ្ហាផ្លែហ្នឹងថាទំហំដែលកើតមាននៅលើទ្រូងហ្នឹង keloid on the trunk នៅពេលដែលយើងព្យាបាលមិនបានប្រុងប្រយ័ត្នទេក្នុងករណីដែលទំហំតូចគឺវានឹងអាចរាលទៅជាធំហើយធំហ្នឹងធំលើសពីការគិតរបស់យើងទៅទៀតធំខ្លាំងមែនតើព្រោះបងប្អូនទាំងអស់គ្នាបានឮថាពីដំបូងឡើយគឺប៉ិនគ្រាប់ស្បែកចាតែវិវត្តពីប៉ិនគ្រាប់ស្បែកឥឡូវនឹងឡើងតតារាលតឹងដែលធ្វើឲ្យគាត់ពិបាកសម្ញាំខាងទៀតផងអញ្ចឹងធ្វើឲ្យប៉ះពាល់ដល់អាការរស់នៅជាប្រចាំថ្ងៃហ្នឹងគឺគិតរាល់ថ្ងៃមែនទេបងចាគិតរាល់ថ្ងៃពិបាកចិត្តថាអូយអញហើយមានស្អីមកតោងជាប់នៅលើទ្រូងហ្នឹងបន្តិចអញ្ចឹងដេកក៏មិនស្រួលចាត្រង់ចំណុចនេះគឺបងប្អូនត្រូវតែប្រយ័ត្ននៅក្នុងការព្យាបាលហើយអ្នកគ្រូប៉ែននៅដុកទ័រប៊ូទាំងខ្ញុំនិងអ្នកគ្រូគឺក្នុងការព្យាបាលកន្លែងហ្នឹងគឺប្រើប្រាស់ថ្នាំប្រកបដោយមានទំនុកចិត្តគុណភាពបូករួមជាមួយនឹង laser ផងដែរចាធ្វើការព្យាបាលហ្នឹងគឺមានប្រសិទ្ធភាពគុណភាពដែលឲ្យអតិថិជនគាត់មានសុវត្ថិភាពទទួលបានលទ្ធផលពិតដែលថាពីដុំផ្លែឡើងរឹងហ្នឹងមករៀបទុនហើយបាត់ឈឺបាត់សគាបាត់លែងឈឺហើយលែងមានអារម្មណ៍ធុញទ្រាន់នៅលើទ្រូងនេះទៀតចាបានសម្រាប់យើងដូចថាជឿជាក់ត្រឡប់មកវិញបងណាអ្នកគ្រូមួយទៀតសំណួររបស់អតិថិជនជាច្រើនគាត់តែងតែសួរថាតើផ្លែធំឬក៏ផ្លែកញ្ចុំដែលរឹងខ្លាំងហ្នឹងគួរតែវះកាត់ឬក៏គួរតែគ្រាន់តែចាក់ laser ដូចខាងដែលធ្លាប់ធ្វើកន្លងមកអញ្ចឹងណាគ្រូចាត្រង់សំណួររបស់អ្នកគ្រូសួរនេះគឺពាក់ព័ន្ធជាមួយនឹងទីតាំងនៅក្នុងការដែលបកស្រាយប្រសិនបើបងប្អូនមានចម្ងល់ថាផ្លែហ្នឹងត្រូវវះឬក៏មិនត្រូវវះចាត្រូវចាក់ថ្នាំឬក៏ត្រូវព្យាបាលដោយវិធីណាបងប្អូននៅមានចម្ងល់អាចថតរូបផ្ញើមកអ្នកគ្រូឬក៏អញ្ជើញមកពិនិត្យតជាមួយនឹងអ្នកគ្រូជាមួយនឹងខ្ញុំនៅដុកទ័រប៊ូផ្ទាល់ដើម្បីឲ្យអ្នកគ្រូពេទ្យបានបកស្រាយជូននៅច្បាស់លាស់ពីព្រោះថាផ្លែកញ្ចុំផ្លែធំផ្លែទូផ្លែរឹងផ្លែខ្មៅផ្លែបែបណាវាអាស្រ័យទៅតាមរូបភាពអាស្រ័យទៅតាមទីតាំងព្រោះទីតាំងតំបន់វាសំខាន់ពិសេសដែលអាចនឹងព្យាបាលបានឬព្យាបាលមិនបានអញ្ចឹងពិសេសដូចជាខ្ញុំជំរាបថាផ្លែនៅលើទ្រូងគឺមិនអាចវះកាត់បានទេនៅសហរដ្ឋអាមេរិកក្តីនៅប្រទេសកូរ៉េប្រទេសជប៉ុននៅច្រើនពិភពលោកគឺនៅ
ផ្លែនៅលើទ្រូងគឺមិនអាចវះកាត់ទេគឺត្រូវការព្យាបាលដោយ laser បូករួមជាមួយនឹងការចាក់ថ្នាំហើយអាចបិទជាមួយនឹង silicone ដើម្បី take care ស្បែកកន្លែងហ្នឹងឲ្យបានល្អហើយបើសិនជាផ្លែនៅកន្លែងតំបន់ផ្សេងអាចវះកាត់បានក្នុង condition មួយដែលអាចវះកាត់បានលុះត្រាតែអតិថិជនអញ្ជើញមកពិនិត្យជាមួយនឹងអ្នកគ្រប់គ្រងស្ថានភាពផ្លែគាត់តស្ថានភាពផ្លែគាត់បែបណាចឹងជាក់ស្ដែងចឹងសម្រាប់ផ្លែនៅលើដើមទ្រូងមិនថាតែតូចធំសម្រាប់ការវះកាត់គឺมันមានការមិនវះកាត់ទេចាអរគុណច្រើនហើយបងស្រាយចំណងជាច្រើនដែរណាបងណាចាអញ្ចឹងចាប់ពីពេលនេះទៅគឺបងនឹងចាប់ផ្ដើមមានភាពជឿជាក់បន្តិចដងហើយសម្រាប់ជាបានលើកដំបូងហ៊ាននិយាយថាបងនឹងលែងមានអីរគុណពេលចូលទៅចាប់ផ្ដើមកាត់បន្ថយនៃការឈឺនៃការសគាចាគេងក៏ស្រួលជាងមុនចាអាចជឿជាក់បានបងអរគុណច្រើនបងប្អូនអរគ្នាអញ្ចឹងសម្រាប់បញ្ហាផ្លែមិនថាតែផ្លែដោយសារតែប៉ះទង្គិចជាមួយនឹងអ្វីមួយការគ្រោះថ្នាក់ឬក៏បញ្ហាគ្រាន់តែកើតមុនក៏អាចផ្លែបានដែរចាអញ្ចឹងបងប្អូនអរគ្នាអាចអញ្ជើញមកដុកទ័រប៊ូសបានជាមួយនឹងគ្រូពេទ្យជំនាញជាមួយនឹងសេវាកម្មដែលទំនើបជាមួយ laser ដែល original រួមផ្សំជាមួយនឹងការព្យាបាលដោយប្រកបដោយសុវត្ថិភាពនិងគុណភាពជូនបងប្អូនអរគ្នាចាការផលិតគឺមិនគិតប្រាក់នោះទេអរគុណអរគុណបងអរគុណ